ជំនួបរវាងភ្នំពេញក្រោនជាមួយកងយោធពលខេមរៈភូមិន្ទក៏ជាជំនួបមួយដែលគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតបាល់ទាត់លីកកំពូលកម្ពុជាសប្តាហ៍ទី14ខាងមុខនេះហើយពេលនេះយើងនឹងលើកឡើងអំពីព័ត៌មានលម្អិតមួយចំនួនមុនការប្រកួតរវាងក្រុមទាំងពីរមកដល់ចំពោះភ្នំពេញក្រោន11ប្រកួតកន្លងទៅឈ្នះ8ស្មើ3មាន27ពិន្ទុឈរនៅលេខរៀងទី2នៅក្នុងតារាងពិន្ទុភ្នំពេញក្រោនត្រូវការ3ពិន្ទុជាចាំបាច់ដើម្បីបន្តប្រជែងពិន្ទុជាមួយក្រុមកំពូលតារាងព្រះខ័នរីស្វាយរៀងកីឡាករដែលគួរឲ្យចាប់អារម្មណ៍របស់ភ្នំពេញក្រោនមានដូចជាខ្សែប្រយុទ្ធ New Zealand Moses Dyer ដែលសុទ្ធបាន5គ្រាប់ខ្សែប្រយុទ្ធកូឡុំប៊ីខ្មែរ Andre Neto ដែលទើបតែត្រឡប់មកចូលរួមជាមួយភ្នំពេញក្រោនវិញនិងខ្សែប្រយុទ្ធស្លាបជនជាតិបូលីវី Marcelo Teles ដែលតែងតែបង្កើតឱកាសដល់ក្រុមរីឯកងយោធពលខេមរៈភូមិន្ទ12ប្រកួតកន្លងទៅឈ្នះ3ស្មើ5ចាញ់4មាន14ពិន្ទុពួកគេកំពុងតែឈរនៅលេខរៀងទី8នៅក្នុងតារាងពិន្ទុកងយោធពលខេមរៈភូមិន្ទក៏ត្រូវការ3ពិន្ទុជាចាំបាច់ដូចគ្នាដើម្បីប្រជែងចូលទៅកាន់តំបន់ Top 6ចំពោះកីឡាករដែលគួរឲ្យចាប់អារម្មណ៍របស់ពួកគេរួមមានខ្សែប្រយុទ្ធជប៉ុន Ryosuke Maeda សុទ្ធបាន2គ្រាប់ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Valentin Ekuchueba សុទ្ធបាន2គ្រាប់និងកីឡាករជប៉ុន Reiya Kinoshita ដែលតែងតែបង្កើតឱកាសដល់ក្រុមយើងរំលឹកពីប្រវត្តិជួបគ្នា2លើកចុងក្រោយរវាងក្រុមទាំងពីរជំនួបកាលពីថ្ងៃទី23វិច្ឆិកាឆ្នាំ2024ភ្នំពេញក្រោនបានយកឈ្នះកងយោធពលខេមរៈភូមិន្ទ3-1ជំនួបកាលពីថ្ងៃទី23សីហាឆ្នាំ2025កងយោធពលខេមរៈភូមិន្ទបានស្មើជាមួយភ្នំពេញក្រោន1-1សូមបញ្ជាក់ថាជំនួបលីកកំពូលកម្ពុជាសប្តាហ៍ទី14រវាងភ្នំពេញក្រោនជាមួយកងយោធពលខេមរៈភូមិន្ទនឹងធ្វើឡើងនៅថ្ងៃទី27ធ្នូនាកាលដ្ឋានភ្នំពេញក្រោនវេលាម៉ោង 6 ល្ងាច